គ្នាធ្លាប់ទៅលើថាពេលដែលគេជិះម៉ូតូពេលព្រឹកម៉ោង 4 ម៉ោង 5 ហ្នឹងវាត្រជាក់ស្រស់ស្រាយតែជិះខែ 11 នេះមិនមែនស្រស់ស្រាយទេគឺត្រជាក់ឡើងញ័រតែម្ដងជាក់ស្ដែងនៅទីតាំងដែលខ្ញុំកំពុងទៅនៅនេះសីតុណ្ហភាព21 អង្សាសេម៉ោង 5 កន្លះពេលព្រឹកហើយបើនិយាយពីយប់មិញគឺគេងបានតែ1ម៉ោង 24 នាទីទេដោយសារតែគ្រប់ពេលដែលចេញ trip គឺមិនសូវគេងលក់ហើយឆាប់ងើបលឿនទៀតងើបម៉ោង 3:30 ចូលគេងម៉ោង 7:02 យប់មិញហ្នឹងអូខេអញ្ចឹងនេះគឺជាវីដេអូ review ពីនាឡិកាដែលមានគុណភាពខ្ពស់មួយ model វាអាចនិយាយបានថាលើ model Coros ដែលខ្ញុំកំពុងតែប្រើរាល់ថ្ងៃទៀត brand ហ្នឹងគឺមានឈ្មោះថា Sunto ចេញពីប្រទេស Fanglong នេះគឺជាស្រុកកំណើតរបស់ទូរស័ព្ទ Nokia ហើយអញ្ចឹងយើងអាចនិយាយបានថាប្រទេសហ្នឹងនៅពេលដែលផលិតអីមួយមកផ្ដោតទៅលើគុណភាពហ្នឹងខ្ពស់ខ្លាំងមែនទែនណាមួយនាឡិកានេះក៏គេផ្ដោតសំខាន់ទៅលើទីផ្សារនៅខាងអឺរ៉ុបដែរហើយ model ដែលខ្ញុំកំពុងតែប្រើកំពុងតែ review មានឈ្មោះថា Sunto Race 2ជិះឡើងអស់ផ្លូវមើលតាម Google Map សុទ្ធតែថ្មហើយនឹងស្មៅសភាពម៉ូតូគឺសុទ្ធតែអវ៉ាន់ខាងនេះគឺមហូបហើយនឹងតកកខាងក្រោយនេះកៅអៅហើយនឹងសទូចកៅអីហ្នឹងផ្លូវហ្នឹងឥឡូវនេះគឺខ្ញុំមកដល់ទីតាំងហើយទឹកធ្លាក់គីឡូ 14ទៅខាងមុខបន្តិចគឺគីឡូ 15កន្លែងនេះគឺស្ងប់ស្ងាត់ល្អទឹកគឺថ្លាតែម្ដងហើយនៅតាមដងផ្លូវការដែលខ្ញុំ set up នាឡិកាដើម្បីមកកន្លែងបែបហ្នឹងព្រៃភ្នំដាច់សេវាទូរស័ព្ទអីគឺខ្ញុំចម្រាញ់យករបស់ណាដែលខ្ញុំចង់ប្រើមានន័យថាមុខងារគឺវាមានច្រើនពេកនៅក្នុងនាឡិកាអញ្ចឹងខ្ញុំ set up រៀបវាមួយណាដែលសំខាន់គឺខ្ញុំយកមកប្រើដាក់មុនគេគ្រប់នាឡិកាទាំងអស់ដែលខ្ញុំបាន review គឺតែងតែមាន menu យើងបើក menu មកវាមាន icon ជាច្រើនវាមាន list វាមាន grid វាមានតម្រងផ្សេងៗគ្នាដោយឡែក Sunto នេះគឺមានការប្រើប្រាស់ខុសគេត្រង់ថា interface នៅក្នុង software នេះគេព្យាយាមអត់ចង់ឲ្យយើងនឹងប្រើជាលក្ខណៈ menu ច្រើន icon អីទេគឺគេសំដៅទៅលើការប្រើប្រាស់បង្វិលតែម្ដងនៅពេលដែលយើងអូសមកខាងក្រោមបង្វិលមកខាងក្រោមហ្នឹងគឺវាមាន widget នេះគឺព័ត៌មាននៅក្នុងនឹងផ្ទាល់បើយើងចង់ប្រើគឺយើងអាចចុចចូលប្រើបានអញ្ចឹងអ្វីដែលសំខាន់យើងអាចតម្រៀបវាបាន customize វាបានដកចេញដាក់ចូលទាញទៅលើទាញទៅក្រោមអីបានតាមចិត្តចំពោះខ្ញុំផ្ទាល់គឺមកកន្លែងបែបនេះទី1រឿងដែលចាំបាច់បំផុតគឺ offline map នេះគឺខ្ញុំ download តាមរយៈ app អញ្ចឹងខ្ញុំ select មួយប្រទេសតែម្ដងប្រទេសកម្ពុជាយើងគឺទំហំដែលវាស៊ីខ្ទង់ 300 MB នៅក្នុងនេះ memory ទំហំផ្ទុកដែល Sunto ឲ្យមកសម្រាប់ model Race 2 គឺ 32 GB អញ្ចឹងមិនថា offline map មិនថា activity ទាំងអស់ navigation route អីផ្សេងៗយើងអាច store ទុកនៅក្នុងហ្នឹងដោយមិនបាច់បារម្ភទេ offline map នេះគឺវាមានសារៈសំខាន់ដោយសារយើងអាចមើលផ្លូវនិងទិសបានងាយស្រួលចំណុចមួយទៀតដែលវាលើសពីការមើលផ្លូវធម្មតាគឺយើងអាច pin location បានមុខងារហ្នឹងគឺអាចថាកម្រមានដែរសម្រាប់នាឡិកា GPS បើសិនជាមានតម្លៃធូរថ្លៃអីគឺយើងបានត្រឹមតែមើលផ្លូវមួយនេះគឺយើងអាច pin location ហើយអាច navigate ទៅដូចជាទូរស័ព្ទដែរអញ្ចឹងនៅតាមដងផ្លូវហ្នឹងខ្ញុំបានតេស្តជាក់ស្ដែងនៅពេលដែលខ្ញុំជិះម៉ូតូខ្ញុំមិនអាចទាញទូរស័ព្ទមកមើល map ញឹកញាប់ទេកន្លែងនេះគឺខ្ញុំអត់ស្គាល់ផ្លូវអញ្ចឹងខ្ញុំបើក Google Map នៅក្នុងទូរស័ព្ទហើយខ្ញុំប្រើ map នៅក្នុងនាឡិកានេះដើម្បីដៅទីតាំងដែលខ្ញុំចង់ទៅបន្តមកទៀតពេលដែលជិះម៉ូតូខ្ញុំងាយស្រួលក្នុងការដែលមើលគ្រាន់តែលើកដៃមកខ្ញុំដឹងថាប្រហែលគីឡូបានត្រូវដល់ផ្លូវបត់ហើយវាក៏បង្ហាញទិស
ដែលថាពេលដែលខ្ញុំត្រូវបត់ស្ដាំឬក៏បត់ឆ្វេងគឺវាបង្ហាញកន្លែងនេះវាមិនដូចជា Google Map នៅក្នុងទូរស័ព្ទទេវាមិនអាចបង្ហាញផ្លូវតាមmap ដែលមាននៅក្នុងទូរស័ព្ទដោយដែលយើងប្រើរដងទេក៏ប៉ុន្តែវាក៏ជាជំនួយការមួយដែរត្រង់ថាវាបង្ហាញពីរយៈចម្ងាយហើយវាបង្ហាញពីទិសអ្វីដែលសំខាន់បំផុតនៅកន្លែងនេះខ្ញុំបានតេស្តហើយរវាង GPS របស់ទូរស័ព្ទហើយនិង GPS របស់នាឡិកានេះគឺវាសង្ក្រិតដូចគ្នាតែម្ដងមួយនេះវាមិនប្រើអ៊ីនធឺណិតទេវាប្រើ satellite system satellite របស់វាគឺមានចំនួន5បើសិនជាអ្នកទាំងគ្នាធ្លាប់ឮនាឡិកាផ្សេងមាន satellite ដល់ទៅ6អីហ្នឹងគឺអាចថាមួយនេះវាមានតិចជាងប៉ុន្តែមានរឿងមួយដែលអ្នកទាំងគ្នាគួរដឹង satellite ដែលមាននៅក្នុង Sunto Rest 2 នេះយើងអាចដំណើរការជា dual band frequency ហើយវាអនុញ្ញាតឲ្យយើងនឹងប្រើ satellite ចំនួន4ដំណើរគ្នាក្នុងពេលតែមួយទៀតលទ្ធផលដែលចេញមកគឺវាច្បាស់វាលឿនខ្លាំងមែនទែនបើទោះបីជានៅក្នុងព្រៃនៅកន្លែងដែលមានអាគារខ្ពស់ៗក៏វាចាប់ទីតាំងបានលឿនសាហាវដែរអ្នកដែលតាមដានខ្ញុំដឹងហើយខ្ញុំធ្លាប់ប្រើនាឡិកា Coros Pace Pro អានោះគឺជា model មួយលក្ខណៈថាកម្រិតល្អបង្គួរនៅក្នុងចំណោមនាឡិកា GPS ផ្សេងទៀតក៏ប៉ុន្តែ Sunto Rest 2 នេះវាកម្រិតលើហើយដោយសារតែ GPS របស់វាចាប់បានលឿនហើយវាសុក្រិតចំណុចមួយនេះគឺល្អមែនតើសម្រាប់អ្នកដែលគាត់ដែលចូលចិត្តដើរព្រៃ adventure បោះតង់ទៅកន្លែងដែលអត់មានសេវាទូរស័ព្ទគាត់ចង់ pin location វាមាន icon សម្រាប់ឲ្យយើងដឹងទៀត icon ខ្លះមានលក្ខណៈស្ទូចត្រីកន្លែងកាហ្វេកន្លែងស្នាក់នៅមានច្រើនដើម្បីឲ្យយើងសម្គាល់ពេលក្រោយយើងទៅរកទីតាំងនឹងបាននៅក្នុងនាឡិកាផ្ទាល់ដោយមិនចាំបាច់ពឹងទៅលើទូរស័ព្ទអ្នកដែលគាត់មិនដើរ adventure អីគាត់រត់ជិះកង់ហាត់ប្រាណនៅទីក្រុងអីអាហ្នឹងក៏ត្រូវដែរដោយសារតែវាអាចឲ្យយើងដឹងពីរយៈចម្ងាយដែលយើងទៅទីតាំងដែលយើងបានទៅហើយ record ផ្សេងៗហ្នឹងគឺវាវាស់ដឹងទាំងអស់អញ្ចឹងនៅពេលក្រោយឧទាហរណ៍ថាយើងធ្លាប់ជិះកង់15គីឡូយើងចង់ជិះផ្លូវនឹងម្ដងទៀតហើយថែមពីលើប្រហែលគីឡូទៀតយើងអាចប្រើផ្លូវចាស់ដើម្បីរត់ឬក៏ជិះកង់នឹងម្ដងទៀតបានហើយចំណុចមួយទៀតគឺយើងអាច share location ដែលយើងបាន pin ទៅកាន់អ្នកផ្សេងទៀតដែលប្រើនាឡិកា GPS ដូចគ្នានិយាយរួមទៅពេលដែលខ្ញុំប្រើបានមួយរយៈសម្រាប់នាឡិកានេះគឺខ្ញុំស្រឡាញ់ជាងគេរឿង GPS ហ្នឹងការសម្គាល់ទីតាំងហ្នឹងហើយនឹង map ផងដែរកន្លែងនេះគឺជាចំណុចដែលខ្ញុំពេញចិត្តខ្លាំងមែនទែនពេញចិត្តជាង Coros ដែលខ្ញុំប្រើបន្ទាប់ពី map របស់សំខាន់ជាងគេគឺខ្ញុំ set widget មួយទៀតគឺ barometer និង altitude មួយនេះគឺជាមុខងារដែលតាមដានទៅលើសម្ពាធខ្យល់ហើយនឹងកម្ពស់ទីតាំងដែលខ្ញុំកំពុងតែនៅនេះធៀបទៅកាន់នីវ៉ូទឹកសមុទ្រកន្លែងនេះសំខាន់ដូចគ្នាអ្នកដែលដើរចូលព្រៃជ្រៅៗអីគឺត្រូវការមួយហ្នឹងដោយសារតែវាមានមុខងារ storm alert នេះគឺវានឹងផ្ដល់ដំណឹងឲ្យយើងនៅពេលដែលមានខ្យល់អាចនឹងមានខ្យល់ខ្លាំងនៅពេលបន្តិចទៀតហើយមានខ្យល់កន្ត្រាក់ខ្យល់ព្យុះអីគឺវានឹង alert មកនាឡិកាផ្ទាល់សូមបញ្ជាក់មួយថាកន្លែងនេះយើងអត់ចាំបាច់ពឹងពាក់ទៅលើអ៊ីនធឺណិតរបស់ទូរស័ព្ទទេដោយសារតែវាប្រើ satellite system បើសិនជាយើងឡើងទៅដល់កម្ពស់ណាមួយនៅលើភ្នំគឺយើងអាចចុច calibrate មើលថាតើយើងឡើងទៅដល់កម្ពស់ណាហើយភ្នំនឹងមានកម្ពស់ប្រមាណម៉ែត្រគឺយើងអាចប្រើបាននេះគឺវាប្រើ satellite វាស់ស្ទង់តែម្ដងអញ្ចឹងនៅក្នុងករណីដែលខ្ញុំមកតំបន់ដែលមានទឹកធ្លាក់ទឹកជ្រោះព្រៃជ្រៅខ្ញុំអាចដឹងមុនបើសិនជាមានករណីអាសន្នណាមួយមានវាគឺជាជំនួយការល្អរឿងបន្តបន្សំផ្សេងទៀតគឺខ្ញុំ set up មកដែរមានដូចជាការវាស់ចង្វាក់បេះដូងអុកស៊ីហ្សែននៅក្នុងឈាមមើលថ្ងៃរះម៉ោងប្រហែលថ្ងៃលិចម៉ោងប្រហែលក៏វាមាននៅក្នុងហ្នឹងហើយការបញ្ជាបទចម្រៀងក៏ខ្ញុំ set up មកដែរដោយសារតែតិចទៀតចុះទៅលេងទឹកមាន speaker ចាក់ចម្រៀងនៅលើនេះខ្ញុំអត់ចង់ឡើងមកកាន់ទូរស័ព្ទគ្រាន់តែចង់បដូរបទចម្រៀងទេមុននឹងនិយាយពី material និងភាពធន់អីផ្សេងៗខ្ញុំសូមនិយាយពីការ design អេក្រង់សិនអេក្រង់នេះគឺជាអេក្រង់មួយដែលខ្ញុំមើលឃើញថាវាស្អាតជាងគេស្អាតជាង Coros ដែលខ្ញុំប្រើទៀតដោយសារតែគេ design លក្ខណៈស្មើល្អហើយសុំអេក្រង់គឺអត់មាន mode អីច្រើនរញ៉េញ៉ៃទេវាស្ដើងល្អទៀតអញ្ចឹងការ design បែបនេះយើងអាចហៅបានថាលក្ខណៈ minimal ខ្ញុំឲ្យបន្ទុកខ្ពស់មែនតើសម្រាប់ការ design អេក្រង់មុខនាឡិកាបែបហ្នឹងលើនាឡិកាផ្សេងទៀតដែលខ្ញុំធ្លាប់បានឃើញហើយវាត្រូវបំផុតសម្រាប់អ្នកដែលគាត់ចូលចិត្តលក្ខណៈ minimal ហើយ premium ហើយនិយាយដល់កម្រិត premium វាក៏មិនមែនត្រឹមតែ premium ទៅលើការមើលឃើញទេ material ដែលមានពេញមកតួខ្លួននាឡិកានេះក៏វា premium ខ្លាំងដែរចាប់ផ្ដើមចេញពីកញ្ចក់ការពារមុនគេកញ្ចក់ការពារនេះគឺជាប្រភេទ
Sapphire Crystal material មួយនេះគឺពិតជាថ្លៃពិតជាពិបាករកនៅក្នុងនាឡិកាប្រភេទ smartwatch ដោយសារតែវាធន់នឹងការប៉ះទង្គិចខ្លាំងហើយភាពឆ្កូតក៏វាធន់ខ្លាំងដែរមួយនេះខ្ញុំអាចឲ្យអ្នកទាំងគ្នាប្រើដោយមិនចាំបាច់បិទ screen ការពារហើយបើទោះបីជាខ្ញុំយកកាំបិតកូនកាំបិតទៅឆ្កូតពីលើក៏វាមិនឆ្កូតដែរសូមបញ្ជាក់មួយថា Sapphire គឺមាន Sapphire Glass និង Sapphire Crystal Sapphire Glass គឺវាកម្រិតក្រោមទេចំណុចមួយទៀតគឺវាផ្ដល់ភាពថ្លាឆ្លុះដែលយើងមិនងាយឃើញថាវាស្អាប់សឹងតែថាគ្រប់ពេលតែម្ដងហើយនិយាយពីស៊ុំអេក្រង់វិញក៏គេប្រើ material premium ខ្លាំងដែរ Titanium Grade 5ហើយមួយនេះអ្នកទាំងគ្នាកំភៃរឿងកំពិតឬក៏ឆ្កូតសឹកហើពណ៌អីវាមិនងាយតាណាទេហើយចំពោះតួជំវិញនាឡិកាគេប្រើ glass fiber អានេះគឺគេលាយជាមួយ plastic ខ្លះដើម្បីឲ្យរក្សាទម្ងន់នឹងនៅស្រាលរឿងខ្សែវាជាប្រភេទខ្សែស៊ីលីកូនទន់ស្វិតហើយរឿងចម្លែកមួយគឺវាមានកន្លែងខ្ទាស់នៅចុងកតុយខ្សែទៀតនេះគឺជាការ design ថ្មីដែលខ្ញុំបានជួបប៉ុន្តែនិយាយរួមទៅ material ទាំងអស់ដែលមាននៅក្នុង Suunto Rest 2 នេះគឺវាសុទ្ធសឹងតែជាកម្រិត premium ទាំងកញ្ចក់ការពារទាំងទូខ្លួនទាំងស៊ុំកញ្ចក់គឺសុទ្ធសឹងតែរបស់ថ្លៃចំពោះអេក្រង់នៅខាងក្នុងអ្នកទាំងគ្នាមិនចាំបាច់ឲ្យខ្ញុំប្រាប់ក៏ដឹងដែរវាជាប្រភេទ AMOLED screen អញ្ចឹងវាផ្ដល់ពណ៌ដិតហើយ refresh rate គឺ 60Hz ពេញអត់មាន delay អត់មានយឺតនៅក្នុងការប្រើទេបើនិយាយពីប្រព័ន្ធការពារជំរាបទឹកក៏មិនចាំបាច់ឲ្យខ្ញុំរៀបរាប់ច្រើនដែរអ្នកទាំងគ្នាអាចកលេចទៅមើល spec គឺដឹងហើយនាឡិកានេះគឺគេផលិតមកសម្រាប់អ្នកប្រើនៅក្នុងទឹកបានមានន័យថាគាត់ហែលទឹកគាត់មុជទៅកាន់ទឹកជ្រៅបានទោះបីជាទឹកសាបឬក៏ទឹកប្រៃក៏វាធន់ដែរហើយអ្វីៗទាំងអស់នេះគឺគេបង្រួមឲ្យនៅសល់កម្រាស់មួយដែលយើងអាចប្រើប្រាស់បានទម្ងន់គឺស្រាលខ្ញុំអាចពាក់គេងនៅពេលយប់ដែលមិនចាំបាច់ដោះចេញមួយតួខ្លួននាឡិកានេះគឺខ្ញុំនឹកឃើញសរសើរហើយនៅពេលដែលដឹងថាចេញពីប្រទេសហ្វាំងឡង់មកខ្ញុំក៏គិតពីគុណភាពហ្នឹងមកកម្រិតទៀតដែរអញ្ចឹងអានេះគឺជានាឡិកាមួយដែលខ្ញុំសរសើរច្រើនទៅលើផ្នែករូបរាងស្អាតគុណភាព material អីផ្សេងគឺវាសឹងតែថា10លើ10ហើយខ្ញុំសូមបានរំលឹកកញ្ចក់បន្តិចសម្រាប់ការ review នាឡិកាដៃ Max Suunto នេះខ្ញុំថ្មីជាមួយវាអញ្ចឹងរឿងរ៉ាវជាច្រើនខ្ញុំមិនអាចមុជជ្រៅនៅក្នុងនាឡិកាដៃនេះបានទេដូចជា Coros គឺខ្ញុំប្រើវាសឹងតែគ្រប់ model ហើយអាចនិយាយថាគ្រប់ model ទាំងអស់ហើយខ្ញុំមានបទពិសោធន៍ជាមួយវាច្រើនអញ្ចឹងអាចនិយាយបានថាខ្ញុំជាមួយ Coros គឺស្និទ្ធខ្លាំងមែនទែនសម្រាប់ Suunto ថ្មីនេះអ្វីដែលខ្ញុំមិនទាន់អាចតេស្តបាននោះគឺមុខងារជាច្រើនដែលវាធ្វើបានដូចជា GPS គឺវា track នៅក្នុងទឹកបានបើសិនជាអ្នកទាំងគ្នាយកទៅហែលក្រោមជម្រៅ10ម៉ែត្រមានន័យថាត្រឹម10ម៉ែត្រឡើងលើគឺអ្នកទាំងគ្នាអាចប្រើ GPS បានគឺ track នៅក្នុងទឹកផ្ទាល់អត់មានបញ្ហាទេលើសពី10ម៉ែត្រអាហ្នឹងគឺវាចាប់ផ្ដើមដាច់ហើយបើនិយាយពីប្រព័ន្ធការពារជម្រាបទឹកនៅក្នុងនាឡិកានេះគឺយើងអាចមុជចូលជម្រៅ100ម៉ែត្រអញ្ចឹងអ្នកដែលមុជចូលជ្រៅគឺវា support ដល់100ម៉ែត្រគ្រាន់តែថា GPS ដើរបានត្រឹមក្រោម10ម៉ែត្រមានជម្រាបផ្សេងទៀតដែលវាធ្វើបានដូចជា55ម៉ោងសម្រាប់ Temple ថ្មនៅពេលដែលប្រើ GPS សុទ្ធអាហ្នឹងគឺ run the best ហើយគឺ run ភាពសុក្រិតនៅក្នុង GPS ហ្នឹងខ្លាំងបំផុតជ្រើសរើស dual band frequency ហើយដំណើរការ high performance mode ហើយសម្រាប់បើសិនជាអ្នកទាំងគ្នាដើរធម្មតាជិះកង់ធម្មតាប្រើ mode GPS ធម្មតាអាហ្នឹងគឺឈានដល់200ម៉ោងនេះបើតាម spec នៅក្នុង lab ដែល Suunto គេតេស្តមកអញ្ចឹងខ្ញុំសូមបញ្ជាក់មួយថា spec ទាំងអស់គឺមាននៅក្នុង website គេដាក់ច្បាស់លាស់មុខងារអីវាមាននៅក្នុងហ្នឹងគឺអ្នកទាំងគ្នាអាចទៅ check មើលបានខ្ញុំអាច cover នៅក្នុង review នេះទាំងអស់ទេគ្រាន់តែថា spec នាឡិកាសម្រាប់ប្រភេទ model ខ្ពស់បែបហ្នឹងវាខុសពី spec ផលិតផលផ្សេងទៀតដោយសារតែគេធ្វើការតេស្តហ្នឹងមិនឲ្យខុសខ្លាំងឧទាហរណ៍ដូចជាការប្រើប្រាស់ថាមពលថ្មនៅក្នុងពេលដែលប្រើ GPS អីហ្នឹងបើអ្នកទាំងគ្នាតេស្តទៅឃើញថាតិចជាងគេដាក់នៅក្នុង spec ច្រើនអាហ្នឹងអ្នកប្រើនៅខាងអឺរ៉ុបនៅខាងអីគេមានសិទ្ធិប្តឹងសូម្បីតែការការពារជំរាបទឹកsensor វាស់ចង្វាក់បេះដូងអីហ្នឹងបើសិនជាវាធ្វើអត់ដូចអ្វីដែលគេដាក់នៅក្នុងការផ្សាយពាណិជ្ជកម្មទេនៅក្នុង website គេទេអ្នកប្រើគឺមានសិទ្ធិប្តឹងដោយសារតែនាឡិកាប្រភេទនេះគេតម្រូវទៅលើអ្នកដែលលេងកីឡាអាជីពអញ្ចឹងពេលដែលគេយកទៅលេងកីឡាបើសិនជាវាធ្វើអត់បានទេអាហ្នឹងគឺមានបញ្ហាហើយប៉ុន្តែជាទូទៅខ្ញុំមិនឲ្យអ្នកទាំងគ្នាជឿ 100% ទៅលើបន្ទុកឬក៏អ្វីៗដែលគេបាន benchmark នៅក្នុង website ទេគ្រាន់តែថាយកវាជា reference អញ្ចឹងអ្វីដែលខ្ញុំមិនអាច cover បាននៅក្នុង video review នេះអ្នកទាំងគ្នាអាចទៅ check មើលខ្លួនឯងបើសិនជាមានមុខងារណាមួយដែលខ្លួនចង់តេស្តចង់ប្រើប៉ុន្តែអ្វីដែលខ្ញុំតេស្តសម្រាប់នាឡិកានេះគឺ GPS
ជាក់ស្ដែងខ្ញុំអាចតេស្តបានជាមួយ Coros Pace Pro គឺខ្ញុំយកវាទៅក្រៅយកវាទៅដើរយកវាទៅតេស្ត GPS នៅពេលដែលជិះម៉ូតូថាតើមួយណាវា track បានប៉ុណ្ណាជាលទ្ធផលនេះគឺជាវីដេអូ GPS ដែលមាននៅក្នុង Sunto យើងអត់បានរើសម៉ូដកីឡាក៏វាចាប់ផ្ដើមស្គាល់ទីតាំងដែរហើយខ្ញុំសាកដើរតេស្តនាឡិកាទាំងពីរឃើញថា GPS សម្គាល់ទីតាំងគឺវាសឹងតែស្គាល់ភ្លាមតែម្ដងហើយសម្រាប់ Coros ខ្ញុំបដូរ mode GPS សិនអានេះគឺ all satellite system តែវា secret ខ្លាំងបំផុតអញ្ចឹងឥឡូវវាស្គាល់ទីតាំងទាំងពីរហើយខ្ញុំចាប់ដើម start ចំណុចល្អរបស់ Sunto មួយនៅពេលដែលដើរហ្នឹងគឺយើងអាចមើល information ច្រើនអានេះគឺ lap ទី1ខ្ញុំដើរបាន1គីឡូហើយ lap ទី2គឺ 0.7 គីឡូអញ្ចឹងនៅសល់300ម៉ែត្រទៀតគឺគ្រប់ lap ទី2ហើយខាងនេះគឺមធ្យមភាពចង្វាក់បេះដូង lap ទី1គឺ108 lap ទី2គឺ111តទៅទៀតចុចប៊ូតុងមួយទៀតគឺមាន map អញ្ចឹងកន្លែងនេះល្អមែនតើយើងអត់ចាំបាច់ប្រើ navigation ឬក៏ប្រើផ្លូវចាស់អីទេគឺយើងអាចមើល map ដោយផ្ទាល់កន្លែងនេះវាបង្ហាញតែមានទឹកក៏ប៉ុន្តែជាក់ស្ដែងនៅកន្លែងនេះតំបន់កំពុងតែអភិវឌ្ឍគេធ្វើផ្ទះធ្វើ condo អីច្រើនកន្លែងអញ្ចឹង map ហ្នឹងអ្នកទាំងគ្នាអាចចាត់ទុកថាវាជា map ដូចទូរស័ព្ទយើងដែរហើយវា update រហូតផ្ទាល់មិនចាំបាច់មានផ្លូវអត់មានអីទេហើយយើងអាចវាស់មើលរយៈចម្ងាយទៅកាន់ទីតាំងមួយទៀតហើយ page ចុងក្រោយគឺយើងអាចចាក់ចម្រៀងបានយើងអាចបញ្ជាបទចម្រៀងបានអញ្ចឹងសម្រាប់អ្នកជិះកង់គាត់ដាក់កាសដាក់អីអាហ្នឹងគាត់អាចប្រើការបញ្ជាតាមរយៈនាឡិកាបានCoros គឺអត់ប្រើប៊ូតុងចុចទេគេផ្ដោតសំខាន់ទៅលើការ scroll អញ្ចឹង scroll មកគឺមានព័ត៌មានទាំងអស់ឥឡូវចម្ងាយប៉ុណ្នេះខ្ញុំសូមយកព័ត៌មានដើម្បីទៅផ្ទៀងផ្ទាត់មើលភាព secret នៃ satellite system សិនហើយខ្ញុំនឹងដើរបន្តទៀតនៅពេលដែលចប់ការដើរទៅនាឡិកាទាំងពីរគឺបង្ហាញmap ខាង Coros គឺបង្ហាញ map ហើយ Sunto គឺបង្ហាញព័ត៌មានហើយបង្ហាញពីជំហានដើរការ custom នៅពេលដែលចេញដើរនៅខាងក្រៅហ្នឹងគឺមានច្រើនខ្លាំងមែនទែនសម្រាប់ Sunto ច្រើនដល់ថ្នាក់ខ្ញុំមិនអាចទៅ explore មើលអស់អញ្ចឹងឧទាហរណ៍ដូចជា navigation យើងអាចរើសបានច្រើនជម្រើសpage នេះគឺយើងអាចមើលទិសដែលយើងដើរអញ្ចឹងយើងមានទាំង map មានទាំងត្រីវិស័យអានេះគឺមុខងារ save map មានន័យថាយើងរក្សា lock location ដែលយើងបានដើរមិនថាយើង save mode ការដើរហ្នឹងឬក៏យើងមិន save ទេគឺពេលដែលយើងចាប់ដើមចេញដើរគឺវានឹង save coordinate នៅកន្លែងនេះផ្ទាល់អានេះតើតើនឹងបញ្ហាសុវត្ថិភាពពេលដែលយើងដើរកន្លែងដែលឆ្ងាយដាច់ស្រយាលអីហ្នឹងគឺវា save lock ទុកនៅក្នុងហ្នឹងហើយសម្រាប់ Sunto Plus នេះគឺជា trademark របស់នាឡិកានឹងផ្ទាល់ក្នុងហ្នឹងគឺយើងអាចឆែកមើលព័ត៌មានជាច្រើននៅក្នុងហ្នឹងដែលខ្ញុំមិនដែលសូម្បីតែមានបទពិសោធន៍ក្នុងការដែលឆែកមើលអានេះគឺលំដាប់លើសហើយអ្នកដែលដើរអ្នកដែលហាត់កីឡាបែប professional ខ្លាំងអីគឺប្រកាសជាត្រូវការកន្លែង option នៅខាងក្រោមនេះគឺមានមួយទៀតអានេះគឺការប្រើទូទៅនៅលើនាឡិកាមាន display អញ្ចឹង display យើងអាចកំណត់ពន្លឺ always on display ពេលដែលលើកដៃឡើងឲ្យវាភ្លឺអីគឺយើងអាចកំណត់បាននៅពេលដែលយើងលេងកីឡាហ្នឹងមិនមែនសម្រាប់នាឡិកាផ្ទាល់ទេនាឡិកាផ្ទាល់គឺយើងកំណត់ផ្សេងហើយពេលដែលយើងលេងកីឡាយើងអាចកំណត់បានផ្សេងទៀត map យើងអាចរើសបាន dark mode light mode high contrast winter យើងអាចរើសនៅពេលដែលយើងដើរហ្នឹងអានេះគឺរយៈចម្ងាយ lap អញ្ចឹងមានន័យថាយើងកំណត់ប្រមាណគីឡូដើម្បីឲ្យវារាប់ជាមួយ lap ហ្នឹងគឺចង់និយាយពីជុំយើងអាចប្រើជាជុំក៏បានមួយជុំប្រមាណគីឡូអញ្ចឹងអ្នកដែលគាត់ធ្លាប់ដើរជាជុំគាត់មិនចាំបាច់ទៅរកជុំទេគាត់អាចដើរគិតជាគីឡូតែម្ដង2គីឡូមួយជុំគិតអញ្ចឹងគឺយើងអាចដាក់ជា lap 2គីឡូមុខងារ auto scope នៅក្នុងហ្នឹងក៏យើងអាច custom បានអញ្ចឹងសារនេះគឺខ្ញុំដើរម្ដងទៀតដែលតេស្តមុខងារ auto ឈប់ហ្នឹងពេលដែលឈប់តើនាឡិកាមួយណាវាលោតមកមុនគេឥឡូវខ្ញុំដល់កន្លែងនេះគឺខ្ញុំចាប់ដើមឈប់តើនាឡិកាមួយណាដែលវាដឹងថាខ្ញុំឈប់មុនគេអាចនិយាយបានថា Coros មកមុនប្រហែលជា 0.5 វិនាទីប៉ុន្តែបើនិយាយទៅគឺអាចនិយាយបានថាស្មើគ្នាតែម្ដងហើយនៅពេលដែលដើរទៅមុខវិញនាឡិកាដែលទៅមុនគេគឺ Coros ហ្នឹងហើយ Coros ទៅមុនគេបន្តិច
ប៉ុន្តែម្ដងនេះប្រហែលជាខុសមកវិនាទីទេអូតូស្កូបនិងអូតូស្គាល់ជំហានដើរទៅមុខទៀតហ្នឹងគឺ Coros ធ្វើបានល្អជាងប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងអាចនិយាយបានថាវាដូចគ្នាអញ្ចឹងបើសិនជាខ្ញុំប្រៀបធៀប GPS របស់ Sunto មកកាន់ Coros Pass Pro អ្វីដែលខុសគ្នាគឺមានតែមួយទេនៅពេលដែលយើងជ្រើសរើស performance mode Coros Pass Pro គឺយើងរើសហើយយើងគ្រប់ការលេងកីឡាទាំងអស់គឺយើង apply ទៅទាំងអស់តែមួយនេះយើងអាច customize បាននៅពេលដែលយើងចង់ជិះកង់ដើរប្រើ GPS ធម្មតាមិនឲ្យវាស៊ីថ្មខ្លាំងយើងអាចរើបាននៅពេលដែលយើងចេញទៅណាប្រើ GPS ខ្លាំងដូចជាឡើងភ្នំអីហ្នឹងយើងអាចជ្រើសរើសបានផ្នែកផ្សេងៗគ្នាអញ្ចឹងកន្លែងនេះគឺងាយស្រួលយើងចាំបាច់រើសច្រើនដងទេកីឡាណាត្រូវការ GPS ស្រាលគឺវាអូតូកីឡាណាប្រើ GPS ខ្លាំងគឺវាអូតូនិយាយពីភាពសក្រិតវិញបើសិនជាដើរជិះកង់អីវាមិនជាលបឿនលឿនអីខ្លាំងទេអញ្ចឹង GPS វាអាចប្រហែលគ្នាពេលខ្លះ Coros វាអាចលឿនជាងបន្តិចបន្តួចប៉ុន្តែបើសិនជាជាក់ស្ដែងទៅព្រៃទៅអីហ្នឹងមួយនេះគឺវាធ្វើបានល្អជាងដោយសារតែវាចាប់សម្គាល់ទីតាំងខ្ញុំបានលឿនហើយមួយទៀតគឺវា track ចង្វាក់បេះដូងនិងព័ត៌មានផ្សេងទៀតហ្នឹងគឺច្រើនជាង Coros ខ្ញុំសូមនិយាយពីផ្នែក software នៅក្នុង Sunto Race 2 នេះបន្តិចនៅក្នុងហ្នឹងគឺមានផ្នែកខ្លះខ្ញុំចូលចិត្តផ្នែកខ្លះខ្ញុំមិនចូលចិត្តប៉ុន្តែវាអាចថាទម្លាប់របស់ខ្ញុំដែរខ្ញុំអត់តន់ទម្លាប់ប្រើវាផ្នែកទី1គឺ customization Race 2 នេះគឺមានកន្លែងដែលយើងអាច customize បានស្ទើរតែគ្រប់កន្លែងហើយ watch face មួយហ្នឹងគឺយើងអាចផ្លាស់ប្ដូរបាននៅក្នុងនាឡិកាផ្ទាល់ឬក៏តាមរយៈ app ក៏ប៉ុន្តែចំណុចសំខាន់មួយដែលខ្ញុំចូលចិត្តគឺចំណុចតូចព័ត៌មានតូចនៅជាប់ watch face ហ្នឹងគឺយើងអាច customize បានដូចគ្នាឧទាហរណ៍ដូចជាកន្លែងមួយនេះខ្ញុំដកចេញហើយខ្ញុំដាក់មុខងារអីចូលផ្សេងនៅក្នុង watch face ហ្នឹងគឺអាចផ្លាស់ប្ដូរបានឬក៏អាចដកចេញចោលតែម្ដងក៏បានដែរខ្ញុំអត់ចង់ប្រៀបធៀបច្រើនទេក៏ប៉ុន្តែនេះគឺជាចំណុចដែលខ្ញុំស្រឡាញ់ជាងគេមួយនៅក្នុងការ customize បើសិនជាធៀបទៅកាន់ Coros widget នៅខាងក្រោមនេះគឺយើងអាចតម្រៀបបានដកចេញដាក់ចូលដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងហើយមួយទៀត accent color អានេះគឺ Android ហើយនិង iOS អ្នកប្រើប្រព័ន្ធប្រតិបត្តិការទាំងពីរហ្នឹង version ក្រោយគេថ្មីជាពិសេស iOS 26គឺអ្នកទាំងគ្នាប្រកាសជាដឹងហើយវាមាន color ដែលយើងអាចធ្វើការ customize បាន apply color តែមួយគឺវាទៅគ្រប់កន្លែង iOS គេហៅ accent color ដូចគ្នាហើយបើសិនជា Android គេហៅ color palette ប៊ូតុងទាំង3នេះគឺវាដើរតួ shortcut នៅត្រង់កន្លែង home screen យើងអាច custom បានដូចជាយើង set ប៊ូតុងខាងលើឲ្យចុចជាប់ទៅបើក map ចេញមកចុចប៊ូតុងខាងក្រោមជាប់ចេញ notification គឺយើងអាច custom បានតាមរបៀបហ្នឹងក្រៅពីការ customize នេះគឺខ្ញុំចូលចិត្តចំណុចមួយទៀតគឺអត់មាន menu ទេអត់មាន icon អីច្រើនរញ៉េញ៉ៃទេចុចមកនាឡិកាផ្សេងគឺមាន icon ច្រើនអញ្ចឹងពេលខ្លះពិបាករើស Sunto គេជ្រើសរើសរកផ្លូវមួយដែលឲ្យអ្នកប្រើនោះគាត់បង្វិលឬក៏ scroll ជាប្រចាំហើយរើស feature ណាមួយមានទាំង icon មានទាំងព័ត៌មានមានទាំងអក្សរហើយការ scroll នោះខ្ញុំមើលឃើញថាគេចែកចេញជា3 section ទី1គឺខាងក្រោមពេលដែលយើងទាញបង្វិលមកខាងក្រោមហ្នឹងវាមាន widget ដែលយើងអាច pin បាននិងអាចតម្រៀប customize បានហើយដល់ពេលដែលយើងបន្តទាញទៅក្រោមទៀតគឺវាមាន section ទី2គឺ all app អាហ្នឹងគឺបង្ហាញមកមុខងារទាំងអស់ដែលនាឡិកានឹងមាន section ទី3គឺយើងបង្វិលមកខាងលើវិញយើងទាញមកខាងលើវិញនៅកន្លែង watch face ហ្នឹងគឺវាបង្ហាញមុខងារលេងកីឡាគឺ sport mode មានទាំងអស់នៅកន្លែងហ្នឹងរឿងដែលខ្ញុំមិនសូវពេញចិត្តគឺប៊ូតុងទាំង3នេះពេលខ្លះការ select ចុចចូលទៅចុច OK ចុច select ហ្នឹងពេលខ្លះគឺប្រើប៊ូតុងកណ្ដាលពេលខ្លះគឺប្រើប៊ូតុងខាងលើគេក៏ដាក់សញ្ញាបង្ហាញដែរថាពេលណាប្រើប៊ូតុងខាងលើពេលណាប្រើប៊ូតុងកណ្ដាលក៏ប៉ុន្តែខ្ញុំ prefer ប៊ូតុងតែមួយអាហ្នឹងគឺងាយស្រួលក្នុងការចំណាំជាងអូខេអញ្ចឹងមតិយោបល់របស់ខ្ញុំរៀងវែងតិចដែរដោយសារតែនាឡិកានេះគឺរៀងថ្មីសម្រាប់ខ្ញុំផ្ទាល់នៅក្នុងវិស័យ smart watch ទាំងអស់ប្រភេទកម្រិត GPS ថ្លៃហ្នឹងខ្ញុំតែងតែមើលឃើញក្រុមហ៊ុនជាច្រើនមានចក្ខុវិស័យផ្សេងៗគ្នាដូចជាក្រុមហ៊ុនខ្លះផ្ដោតទៅលើ software hardware ក៏ប៉ុន្តែមិនសូវផ្ដោតទៅលើការ design ទេអាហ្នឹងអាចនិយាយបានថា Coros មានក្រុមហ៊ុនខ្លះទៀតគឺគេផ្ដោតទៅលើជំរើសហ្នឹងច្រើនហើយគុណភាពអាស្រ័យទៅតាមទីផ្សារតាម spec model មួយហ្នឹងអាចនិយាយបានថា Garmin សម្រាប់ Apple Samsung Huawei Xiaomi អីគឺផ្ដោតទៅលើ lifestyle មានន័យថាគេ design ចេញមកឲ្យត្រូវនឹងជីវិតរស់នៅប្រចាំថ្ងៃឲ្យមើលទៅឃើញស្អាតនិងប្រើ material ល្អគួរសមក៏ប៉ុន្តែបើនិយាយពី Temple ថ្មហើយនិង performance GPS គឺវាមិនអាចទៅរួចប្រភេទនាឡិកា GPS ដែលគេ focus ទៅលើ GPS satellite ហ្នឹងទេហើយសម្រាប់ Sunto នេះខ្ញុំមើលឃើញថាចក្ខុវិស័យរបស់គេគឺគេ
refine គ្រប់បែបយ៉ាងទាំងអស់បញ្ចូលមកនាឡិកាតែមួយអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញហើយរូបរាងរបស់វាគឺมันដូចជានាឡិកា GPS ថ្លៃៗដែលគេគូ mode sport ពីលើមុខនាឡិកានឹងខ្លាំងទេមើលទៅគឺដូចជានាឡិកាធម្មតាអញ្ចឹងអេក្រង់របស់វាគឺថ្លាមុតល្អហើយធំច្បាស់ប្រើ material ដែលធន់ខ្លាំងហើយរក្សាទម្ងន់នៅត្រឹម65ក្រាមកម្រាស់ត្រឹម 12.5 មីលីម៉ែត្រកន្លែងនេះគឺគេ design ធ្វើឲ្យអ្នកទាំងអស់គ្នាឃើញថាវាជានាឡិកាធម្មតាមិនមែន GPS អីណាទេប៉ុន្តែបើនិយាយពី sensor ហើយនិង performance GPS គឺវាពិតជាសុក្រិតខ្លាំងរឿងដែលធំជាងគេមួយទៀតគឺថ្មកាន់បានយូរកន្លែងហ្នឹងមិនមែនមានន័យថាវាល្អជាងគេទេប៉ុន្តែខ្ញុំប្រើពាក្យថាវា refine ហ្នឹងមានន័យថាវាព្យាយាមប្រមូលគ្រប់បែបយ៉ាងទាំងអស់ទាំងការ design material hardware software ថ្មសពបែបយ៉ាងគឺបញ្ចូលគ្នាហ្នឹងទៅជានាឡិកាមួយនៅក្នុង brand Sunto ហ្នឹងនេះគឺជាអ្វីដែលខ្ញុំមើលឃើញវានៅតែមាន model ខ្លះចេញពី brand ផ្សេងទៀតដូចជា Garmin Coros អីហ្នឹងដែលគេមាន spec ខ្ពស់ GPS របស់គេប្រកាសជាលើ model នេះអញ្ចឹង Sunto Race 2 នេះពីខ្ញុំផ្ទាល់ពីអ្នកប្រើ Coros ថ្មីត្បិតតែខ្ញុំមិនទាន់បានតេស្តផ្ទាល់អស់ 100% មិនទាន់អស់ចិត្តក៏ពិតមែនក៏ប៉ុន្តែពីទឹកលុយត្រឹម$600ខ្ញុំគិតថានេះគឺជានាឡិកាដែលខ្ញុំ recommend ជាងគេជាង Coros ទៀតហ្នឹងហើយបើសួរខ្ញុំខ្ទង់$600នេះគឺជានាឡិកាល្អមួយជម្រើសល្អមួយប៉ុន្តែបើសិនជានៅក្រោមហ្នឹងជម្រើសតម្លៃក្រោមហ្នឹងអាហ្នឹងគឺខ្ញុំ recommend Coros ដដែលជាពិសេសគឺ model Pace Pro ដែលវាមាន performance ផាកៗគ្នាគ្រាន់តែថា software អីមួយចំនួនគឺវាក្រោមនឹងបន្តិចប៉ុន្តែបើនិយាយទឹកលុយក្រោមហ្នឹង Sunto ក៏មាន model ផ្សេងមានទឹកលុយ$300-400ដែរអញ្ចឹងវាទៅតាម model ទៀត model ទាំងអស់ហ្នឹងគឺខ្ញុំមិនតបានតេស្តទេអញ្ចឹងពេលហ្នឹងបើសិនជា$600 Sunto Race 2បើ$300-400បបពិសោធន៍ខ្ញុំគឺ Coros Pace Pro នាឡិកាដែលខ្ញុំអត់ទាន់បានតេស្តអាហ្នឹងមិនមែននិយាយថាវាអត់ល្អទេដោយសារតែខ្ញុំអត់ទាន់បានតេស្តអូខេអញ្ចឹងនេះជានាឡិកាចេញមកពីប្រទេស Fanlong Sunto Race 2អរគុណជួបជាមួយខ្ញុំនៅវីដេអូបន្ត